ចាជម្រាបសួរកូនៗទាំងអស់គ្នាសុខសប្បាយអត់កូនអរគុណព្រះអង្គសម្រាប់ថ្ងៃថ្មីដែលយើងបានជួបគ្នាចាហើយថ្ងៃនេះអ្នកគ្រូមានមេរៀននៅថ្នាក់ទី4ចាគឺមេរៀនទី21យើងរៀនអំពីនាមអក្សរធាចាដើម្បីយើងដឹងពាក្យនាមជាពាក្យនាមអក្សរធាគឺយើងត្រូវស្គាល់ពីនិយមន័យរបស់នាមអក្សរធាអញ្ចឹងនាមអក្សរធាមានន័យមិនទៅតោះឥឡូវយើងមើលទាំងអស់គ្នាសូមកូនអានជាមួយអ្នកគ្រូទាំងអស់គ្នាអញ្ចឹងនាមអក្សរធាគឺជាពាក្យសម្គាល់មនុស្សសត្វវត្ថុនិងទីកន្លែងដោយចំពោះមិនទូទៅចាសូមអានជាមួយអ្នកគ្រូម្ដងទៀតនាមអក្សរធាគឺជាពាក្យសម្គាល់មនុស្សសត្វវត្ថុនិងទីកន្លែងដោយចំពោះមិនទូទៅអញ្ចឹងឧទាហរណ៍ថាបើនិយាយពីនាមសាធារដូចជាផ្លែឈើផ្លែអីអញ្ចឹងផ្លែប៉ោមអញ្ចឹងផ្លែប៉ោមគឺជានាមអក្សរធាដោយសារតែគេបញ្ជាក់ថាផ្លែប៉ោមតែបើយើងនិយាយតែផ្លែឈើអត់បញ្ជាក់ថាផ្លែប៉ោមអញ្ចឹងផ្លែឈើគឺជានាមធម្មតាវាមិនមែនជានាមអក្សរធាទេគឺជានាមសាធាព្រោះដោយសារតែអត់បញ្ជាក់ពីចំពោះមុខគេតែផ្លែប៉ោមគឺគេបញ្ជាក់ពីនាមចំពោះមុខហើយគេបញ្ជាក់ថាមិនមែនជាទូទៅអញ្ចឹងគេបញ្ជាក់ថាផ្លែប៉ោមគឺជានាមអក្សរធាចាតោះឥឡូវយើងមកមើលល្បះចំនួន3ដែលខ្ញុំចង់បង្ហាញកូនអញ្ចឹងល្បះទី1សូមអានជាមួយអ្នកគ្រូទាំងអស់គ្នារតនៈបេះផ្លែស្វាយទីឯបុប្ផាញ៉ាំចេកពងមាន់អញ្ចឹងយើងមើលតើល្បះនេះពាក្យមួយណាជានាមអក្សរសាធាអញ្ចឹងពាក្យដែលជានាមអក្សរធាគឺពាក្យថាស្វាយខ្ទិះអញ្ចឹងស្វាយនេះគេបញ្ជាក់ថាស្វាយអីមិនមែនស្វាយធម្មតាដូចថាស្វាយអត់មានបញ្ជាក់ឈ្មោះឯងគឺគេប្រាប់ថាស្វាយខ្ទិះអញ្ចឹងស្វាយខ្ទិះនេះគឺជានាមអក្សរធារីឯបុប្ផាញ៉ាំចេកពងមាន់អញ្ចឹងចេកពងមាន់នេះគឺជានាមអក្សរធាព្រោះអីគេប្រាប់ថាចេកអីចេកពងមាន់បើគេនិយាយថាចេកធម្មតាគឺយើងអត់ដឹងថាចេកអីទេប៉ុន្តែគេប្រាប់យើងថាចេកពងមាន់អញ្ចឹងចេកពងមាន់ហ្នឹងក៏ជានាមអក្សរធាដូចគ្នាតោះឥឡូវយើងមើលល្បះទី2ឲ្យពុកខ្ញុំកាប់ដើមពោតឲ្យអាថ្នោតស៊ីអញ្ចឹងអាថ្នោតនេះគឺគេសំដៅទៅលើសត្វគោប៉ុន្តែឈ្មោះវាអាថ្នោតបើគេនិយាយថាគោពាក្យថាគោមួយម៉ាច់គេអត់ដឹងថាគោមួយណាទេប៉ុន្តែគេប្រាប់ថាអាថ្នោតអញ្ចឹងអាថ្នោតអីអាថ្នោតស៊ីអញ្ចឹងពាក្យដែលជានាមអក្សរធាតុគឺអាថ្នោតនេះតើឥឡូវយើងចូលមើលទី3គឺមិត្តខ្ញុំចូលចិត្តទៅលេងគិរីរម្យចាអញ្ចឹងគិរីរម្យគឺជាឈ្មោះទីកន្លែងមួយមែនអត់ទេចាអញ្ចឹងបើគេអត់ប្រាប់ថាគិរីរម្យយើងអត់ដឹងថាទៅកន្លែងណាប៉ុន្តែគេប្រាប់ថាមិត្តខ្ញុំចូលចិត្តទៅគិរីរម្យអញ្ចឹងពាក្យថាគិរីរម្យគឺជានាមអក្សរធាចាអញ្ចឹងមេរៀននេះគឺចប់តែប៉ុណ្ណេះអ្នកគ្រូសង្ឃឹមថាកូនអាចរៀនមេរៀននេះហើយយល់ច្បាស់ពីនាមអក្សរធាតុទាំងអស់គ្នាហើយសូមអរគុណច្រើនសូមព្រះអង្គទានពរកូន